ភាគច្រើនបងប្អូនដែលប្រើប្រាស់ Teletecker អត់ទាន់ដឹងទេថាមុខងារ7ការផ្នែកពីខាងក្រោយនេះវាមានអ្វីខ្លះជំនួយបែបម៉េចអញ្ចឹងតោះថ្ងៃនេះយើងនឹងបង្ហាញឲ្យបានលម្អិតតែម្ដងបងប្អូនដឹងទេថា Chevrolet Tracker គឺបានបំពាក់នៅមុខងារជាច្រើនអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើប្រព័ន្ធសុវត្ថិភាពតែម្ដងហើយថ្ងៃនេះខ្ញុំនឹងនាំយកនៅមុខងារពិសេសមួយនៅផ្នែកពីខាងក្រោយតែបងប្អូនភាគច្រើននៅមិនទាន់ដឹងពីមុខងារពិសេសនេះនៅឡើយទេអញ្ចឹងតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នានេះគឺជា7កាំងផ្នែកពីខាងក្រោយដែលមិនត្រឹមតែផ្ដល់នូវសោភ័ណភាពមើលទៅស្អាតតែប៉ុណ្ណោះទេប៉ុន្តែវាជាមុខងារមួយដែលជួយនៅលើប្រព័ន្ធសុវត្ថិភាពដូចគ្នាពិសេសសម្រាប់បងប្អូនដែលបើកនៅពេលយប់ច្រើនឬមួយក៏ពេលដែលភ្លៀងពេលធ្លាក់អាប់គឺយើងអាចបើកបែបនេះគឺវាបំភ្លឺទៅអ្នកធ្វើដំណើរផ្នែកពីខាងក្រោយមិនថាម៉ូតូឡានឬមួយក៏អ្វីក៏ដោយផ្នែកពីខាងក្រោយឲ្យបានមើលឃើញច្បាស់ថាមានរថយន្តនៅផ្នែកពីខាងមុខសកួរជាមួយនឹង LED ផ្នែកពីខាងលើអញ្ចឹងនេះគឺជាមុខងារមួយដែលមានប្រយោជន៍ដែលបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់នៅលើផ្នែកពីចំហៀងនេះយើងក្រឡេកឃើញមានប៊ូតុងមួយនៅលើចង្កឹះផ្នែកពីខាងឆ្វេងដែលបងប្អូនភាគច្រើនអត់ដឹងថាមុខងារហ្នឹងគឺជាមុខងារអ្វីទេបាទអញ្ចឹងនេះគឺយើងប្រើប្រាស់សម្រាប់ការបើកនៅលើ7កាំងផ្នែកពីខាងក្រោយដើម្បីបន្ថែមនូវសវត្ថិភាពនិងសុវត្ថិភាពឲ្យបានខ្ពស់មួយកម្រិតទៀតនាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group